ច្បាប់បានមិនប្រើអ្នកនឹងបាត់បង់គឺមានទំនាក់ទំនងគ្នាមែនទែននឹងច្បាប់រក្សាដំណើរឲ្យបន្តទៅមុខជានិច្ចយើងរៀនអំពីដំណើរនៃភាពរិចរិលពីធម្មជាតិទន្លេមួយដែលទឹកលេចហូរវានឹងក្លាយទៅជាទន្លេដែលមានទឹកស្អុយដំណើរដូចគ្នានេះក៏កើតឡើងផងដែរចំពោះមនុស្សណាដែលឈប់បន្តដំណើរទៅមុខមិនថាផ្នែកខួរក្បាលឬផ្នែករាងកាយឡើយបុគ្គលទាំងឡាយណាដែលលេងកីឡាប្រភេទប៉ះទង្គិចខាងខ្លួនប្រាណដូចជាប្រដាល់បាល់ទាត់គេនោះដឹងច្បាស់ថាកីឡាករដែលទទួលការឈឺចាប់ជាញឹកញាប់បំផុតគឺជាកីឡាករដែលអាចឈរបានយ៉ាងរឹងមាំជាងគេអ្នករកស៊ីក៏បានដឹងដូចគ្នានេះផងដែរថាអ្នកដែលតស៊ូទ្រាំបានយូរជាងគេនោះនឹងជោគជ័យប៉ុន្តែអ្នកនឹងត្រូវការពេលវេលាខ្លះដើម្បីដកដង្ហើមពីដំណាក់កាលមួយទៅដំណាក់កាលមួយប៉ុន្តែសារដែលសំខាន់គឺរក្សាដំណើរទៅមុខជានិច្ចពង្រីកខ្លួនជានិច្ចនិងរៀនសូត្រចំណេះដឹងថ្មីៗជានិច្ចកប៉ាល់ដែលចេញដំណើរតាមសមុទ្រជាញឹកញាប់ជាងគេកប៉ាល់នោះនៅគង់បានយូរជាងកប៉ាល់ដែលចតនៅតែកំពង់ផែច្បាប់នេះក៏ត្រឹមត្រូវផងដែរចំពោះយន្តហោះអ្នកមិនអាចរក្សាយន្តហោះឲ្យនៅគង់វង្សបានយូរតាមរយៈទុកវាឲ្យចតនៅតែលើដីមិនឲ្យហោះហើរទៅណានោះទេអ្នករក្សាវាឲ្យបានល្អតាមរយៈការប្រើប្រាស់វាឲ្យហោះហើរដូចគ្នាយើងអាចរស់នៅដោយមានសុខភាពល្អតាមរយៈការរក្សាខ្លួនឲ្យធ្វើការឬមានសកម្មភាពស្ថិតិដែលបង្ហាញអំពីមនុស្សអាយុវែងបានបង្ហាញថាជាមធ្យមមនុស្សដែលចូលនិវត្តន៍គឺមិនអាចរស់នៅបានយូរទេដូច្នេះគំនិតសំខាន់របស់យើងនៅទីនេះគឺកុំចូលនិវត្តន៍អីប្រសិនបើមិត្តម្នាក់និយាយថាខ្ញុំមានអាយុ94ឆ្នាំហើយខ្ញុំបានធ្វើការពេញមួយជីវិតមិនដែលឈប់ឈរទេយើងចាំបាច់ត្រូវយល់ថាការរវល់នឹងសកម្មភាពការងារនេះហើយដែលបានធ្វើឲ្យគាត់អាចរស់មកដល់អាយុ94ឆ្នាំគឺតាមរយៈការដាក់ខ្លួននៅក្នុងសកម្មភាពការងារសម្រាប់តែលោក John Bernard Shaw បានឈ្នះរង្វាន់ Nobel គឺ Nobel Prize គាត់បានចំណាយពេលជិត70ឆ្នាំហើយលោក Benjamin Franklin មុននឹងផលិតបានខ្លះៗនៅសំណេរដ៏អស្ចារ្យគាត់ត្រូវរងចាំរហូតទាល់តែគាត់មានអាយុ84ឆ្នាំហើយលោក Pablo Picasso គូគំនូរលើផ្ទាំងក្រដាសរហូតទាល់តែគាត់មានអាយុ80ឆ្នាំដូច្នេះតែយើងគិតថាខ្លួនមានអាយុប៉ុណ្ណាគឺវាមិនមែនជាបញ្ហានោះឡើយមែនទេខ្ញុំបានស្គាល់ស្ត្រីម្នាក់ដែលមិនធ្លាប់លេងកីឡាសោះក្នុងជីវិតរបស់នាងពេលដែលគាត់ចូលដល់អាយុ66ឆ្នាំគាត់បានចាប់ផ្ដើមលេងកីឡានៅក្លឹបវាយពេញប៉ុងប្រហែលមិនតិចជាង60ដងឡើយពេលចូលដល់អាយុ82ឆ្នាំទៅហើយគាត់នៅតែលេងវា2ដងក្នុងមួយសប្តាហ៍រង្វាន់បន្ថែមមួយរបស់ច្បាប់រក្សាដំណើរឲ្យបន្តទៅមុខជានិច្ចគឺថាខណៈដែលយើងកំពុងបន្តដំណើរទៅមុខយើងគ្មានពេលដើម្បីអង្គុយព្រួយបារម្ភទេឡើយដូច្នេះយើងជៀសផុតពីអាការៈនៅក្នុងខ្លួនមួយដែលគួរឲ្យភ័យខ្លាចបំផុតគឺអាការៈវិភាគច្រើនរហូតដល់លែងធ្វើអ្វីកើតគំនិតសំខាន់ចូលមានសេចក្តីរីករាយនិងសេចក្តីពេញចិត្តនៅក្នុងសកម្មភាពនីមួយៗដែលយើងធ្វើច្បាប់រក្សាដំណើរឲ្យបន្តទៅមុខជានិច្ចគឺជាច្បាប់ដែលលើកសេចក្តីក្លាហានរបស់យើងឲ្យក្រោកចេញពីកៅអីខាងក្រោយបង្អស់ដើម្បីដើរមកចូលរួមសកម្មភាពជាមួយគេឯងអ្វីក៏ដោយដែលយើងមានតែមិនប្រើប្រាស់យើងនឹងបាត់បង់វាមិនខាន
ដើម្បីងាយស្រួលមើលឃើញដំណើរការនៃច្បាប់ទាំងនេះចូលមើលមកខ្លួនប្រាណរបស់យើងប្រសិនបើយើងសម្រេចចិត្តថាត្រូវអង្គុយតែនៅលើកៅអីជនពិការរយៈពេល3ឆ្នាំដោយគ្មានមូលហេតុអីក្រៅពីអ្នកចង់អង្គុយនៅពេល3ឆ្នាំកន្លងផុតទៅអ្នកនឹងមិនអាចដើរបានទៀតទេចូលឈប់ប្រើប្រាស់ជើងរបស់អ្នករយៈពេលមួយយូរគ្រប់គ្រាន់ពេលនោះជើងរបស់អ្នកនឹងលែងមានដំណើរការមិនខានច្បាប់នេះអនុវត្តដូចគ្នាលើជំនាញផ្សេងៗរបស់យើងបើអ្នកចេះលេងព្យ៉ាណូទៅហើយប៉ុន្តែអ្នកឈប់លេងវាក្នុងរយៈពេល12ខែអ្នកនឹងភ្លេចមិនខានមានសមត្ថភាពស្រមើស្រមៃល្អប្រកបដោយភាពច្នៃប្រឌិតប៉ុន្តែអ្នកមិនប្រើប្រាស់វាពេលនោះវានឹងសារប្រលាបពីខួរក្បាលយើងត្រូវបានធម្មជាតិឌីហ្សាញឲ្យចាំបាច់ឬត្រូវតែប្រកាន់ខ្លួនឲ្យមានសកម្មភាពគឺជាសិល្បៈដែលធ្វើឲ្យជីវិតរស់រវើកដូច្នេះចូលរក្សាការអនុវត្តសិល្បៈនេះកុំឈប់នៅពេលអ្នកអនុវត្តសកម្មភាពពង្រីកនិងពង្រឹងខ្លួនឯងអ្នកកាន់តែក្លាហានមាននរណាម្នាក់ខ្លាចជាអ្នកក្លាហានតាមរយៈការចាក់សោខ្លួនឯងជាប់នៅក្នុងបន្ទប់រហូតដើម្បីរក្សាថាមពលរបស់ខ្លួនឡើយយើងអភិវឌ្ឍកម្លាំងធម៌ពលតាមរយៈការតេស្តសាកល្បងលើខ្លួនឯងជាប្រចាំយើងចាំបាច់ត្រូវខ្វល់អំពីបញ្ហានេះសម្បញ្ញៈរបស់យើងអាចត្រូវបានបាត់លែងមានដំណើរការដូចគ្នាដែរចំពោះអ្វីៗផ្សេងទៀតនៅពេលយើងចាប់ផ្ដើមនិយាយថាគ្មានអ្វីសំខាន់ទេសម្ដីនេះសរបញ្ជាក់ថាយើងកំពុងតម្រង់ទិសបោះពួយទៅរកបញ្ហាហើយគុកនឹងមន្ទីរពេទ្យផ្នែករោគចិត្តត្រូវបានណានតាន់តាប់ដោយសារមនុស្សដែលអាងថាគ្មានអីសំខាន់ទេពួកគេកំពុងរៀបចំខ្លួនដើម្បីចុចបិទអារម្មណ៍របស់ខ្លួនរហូតគេក្លាយជាមនុស្សដែលគ្មានអារម្មណ៍សោះតាមពិតអ្វីៗគឺសុទ្ធតែសំខាន់យើងត្រូវតែរក្សាលក្ខណៈនៃចិត្តឧក្បាលរបស់យើងឲ្យមានសុខភាពល្អជាប្រចាំតើដើម្បីហេតុផលអ្វីដែលយើងគួរតែក្លាយជាមនុស្សអសមត្ថភាពនៅពេលវេលាកាន់តែចម្រើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំប្រសិនបើយើងរក្សាសកម្មភាពនៅក្នុងការប្រើប្រាស់ខួរក្បាលឲ្យអស់លទ្ធភាពរបស់វាក្បាលរបស់យើងនឹងរក្សាសកម្មភាពធ្វើការដើម្បីបម្រើយើងវិញជាមិនខានច្បាប់នេះក៏អនុវត្តលើរឿងលុយកាក់ផងដែរលុយត្រូវគេផលិតដើម្បីយកមកប្រើប្រាស់វាត្រូវការរត់ចុះរត់ឡើងនៅក្នុងទីផ្សារមនុស្សរកលុយបានច្រើនគេជាមនុស្សដែលចេះបន្តយកលុយនោះទៅវិនិយោគទៅប្រើប្រាស់លើអាជីវកម្មរបស់ពួកគេសូម្បីតែពេលខ្លះពួកគេត្រូវប្រថុយនឹងហានិភ័យក៏ដោយអ្នកមិនអាចខ្លាចជាសេដ្ឋីប្រាក់$1 លានតាមរយៈការយកលុយមកទុកនៅក្រោមខ្នើយបានឡើយពិភពលោកកំពុងតែលើកទឹកចិត្តយើងឲ្យរក្សានៅការបន្តចូលរួមទៅក្នុងសកម្មភាពផ្សេងៗបាប់មានហើយតែមិនប្រើអ្នកនឹងបាត់បង់គឺពិតជាអស្ចារ្យក្រៃលែងវាផ្ដល់ឲ្យយើងនៅគ្រឿងលើកទឹកចិត្តដើម្បីវឹកហាត់ហើយនៅពេលដែលយើងវឹកហាត់យើងកាន់តែក្លាយជាមនុស្សប្រសើរប្រើវាឬបាត់បង់វាគឺទាល់តែយើងប្រើប្រាស់របស់ដែលយើងកំពុងមានឲ្យអស់ពីលទ្ធភាពជាអតិបរមាទើបយើងអាចរក្សាពួកវាឲ្យនៅគង់វង្សបាន